ប្រខណ្ឌស្វ័យរៀងនៅតែចូលកម្ពុជាតារាងរត់ដែរទោះបីមានការប្រកួតច្រើនឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តលោកប៉ែបគ្រូបង្វឹករបស់ប្រខណ្ឌស្វ័យរៀងបានសម្រេចបំណងប្រាថ្នារបស់លោកក្នុងការទទួលបានជ័យជំនះនៅកីឡាដ្ឋាន Smart OSN ជាលើកដំបូងបន្ទាប់ពីយកឈ្នះលើម្ចាស់ផ្ទះភ្នំពេញ Grand ដោយលទ្ធផល2-0សម្រាប់ការប្រកួតសប្តាហ៍ទី27នៃលីកកម្ពុជាកម្ពុជារដូវកាល2024-2025ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន3738នាក់ការប្រកួតពិតជាតានតឹងខ្លាំងមែនទែនក្រុមទាំងពីរត្រូវបានអាជ្ញាកណ្ដាលពិន័យកាត់លឿងជាច្រើនទាំងកីឡាករទាំងក្រុមគ្រូបង្វឹកមិនត្រឹមតែប៉ុណ្ណោះខ្សែបម្រើយូដៃអូកាវ៉ាទទួលបានកាត់ក្រហមត្រូវបានដេញចេញពីទីលានហើយម្ចាស់ផ្ទះមានគ្នាតែ10នាក់ប៉ុណ្ណោះពីក្រោយរបស់ប្រខណ្ឌស្វ័យរៀងរកបានដោយខ្សែប្រយុទ្ធញៀនសុកស៊ីដាននៅវគ្គទី1និងខ្សែប្រយុទ្ធសញ្ជាតិឡាវ4ប្រច័ណ្ឌមឹងកង់នៅវគ្គទី2មែនតែនទៅភ្នំពេញក្រោនក៏មានឱកាសសុទ្ធជាច្រើនលើកប៉ុន្តែអ្នកចាំទីវរៈតារាពិតជាសង្គ្រោះបាល់បានយ៉ាងល្អជាច្រើនលើកនេះជាជ័យជំនះលើកដំបូងរបស់លោកប៉ែបបន្ទាប់ពីដឹកនាំប្រខណ្ឌស្វ័យរៀងលេងនៅកីឡាដ្ឋាន Smart OSN ចំនួន4លើកគឺមានជ័យជំនះ1លើកនិងស្មើ2លើកនិងចាញ់1លើកទោះបីជាយ៉ាងណាបើគិតលើការប្រកួតសរុបទាំងក្នុងដីនិងក្រៅដីសម្រាប់ការប្រកួតនៅក្នុងលីកក្រោមការដឹកនាំរបស់លោកប៉ែបគឺធ្វើបានល្អមែនទែនដោយជោគគ្នា7លើកដោយឈ្នះ4ស្មើ2និងចាញ់1ដងប៉ុណ្ណោះតាមរយៈជ័យជំនះនេះប្រខណ្ឌស្វ័យរៀងឈរលើកម្ពុជាតារាងកាន់តែរឹងមាំដោយមាន64ពិន្ទុនាំមុខ4ពិន្ទុលើភ្នំពេញក្រានដែលមានតែ60ពិន្ទុប៉ុណ្ណោះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ